របៀបសម្អាតសម្រាមនៅក្នុងទូរស័ព្ទដៃរបស់យើងកុំឲ្យដើរកាំងដើរតាក់ទៀតបងប្អូនទាំងអស់គ្នាបាទហើយខ្ញុំសូមបង្ហាញជាភាសាអង់គ្លេសម្ដងបងប្អូនណាមនុយជាភាសាអង់គ្លេហើយសូមបញ្ជាក់ថាការដែលយើងសម្អាតសម្រាមនៅក្នុងទូរស័ព្ទដៃគឺអត់បាត់នៅកម្មវិធីយើងទេអត់ធ្វើឲ្យបាត់នៅកម្មវិធីយើងទេគ្រាន់តែសម្អាតសម្រាមហ្នឹងដើម្បីឲ្យកម្មវិធីដើម្បីឲ្យទូរស័ព្ទដៃរបស់យើងហ្នឹងដើរស្មូតល្អឡើងវិញបងប្អូនណាកុំឲ្យកាំងកុំឲ្យ slow កុំឲ្យយឺតអីចឹងទៅបងប្អូនណាបាទអូខេអញ្ចឹងអត់បាត់កម្មវិធីយើងទេកម្មវិធីយើងមិនគឺនៅអញ្ចឹងគ្រាន់តែសម្អាតសម្រាមចេញទេបងប្អូនណាបាទចុះបងប្អូនចូលមកកន្លែងនេះមកទី1គឺបងប្អូនចូលមកកន្លែង setting កន្លែងការកំណត់ setting ចុចលើនឹងមកបងប្អូននេះបាទចុចលើ setting មកបាទចេញលក្ខណៈបែបហ្នឹងបងប្អូនទាំងអស់គ្នាយើង scroll ទៅលើណាបាទអូសទៅលើយកម្រាមដៃយើងហ្នឹងអូសទៅលើទៅបាទអូសទៅលើបងប្អូនទាំងអស់គ្នាគឺយើងមករកពាក្យមួយដែលគេដាក់ថា device car បងប្អូនណាបាទចាំបងប្អូនទាំងអស់គ្នាមករកពាក្យមួយដែលគេដាក់ថា device car បងប្អូនណាបាទចុចលើពាក្យថា device car មកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងនឹងចេញលក្ខណៈបែបនេះបងប្អូនណាបាទអញ្ចឹងនៅពេលណាដែលចេញលក្ខណៈបែបហ្នឹងបងប្អូនទាំងអស់គ្នាយើងមើលទៅលើទី1គឺ storage បងប្អូនណាបាទ storage នេះគឺយើងមើលចូលទៅថាចង់ដឹងថាតើការប្រើប្រាស់បាទនៅក្នុងទូរស័ព្ទដៃរបស់យើងហ្នឹងប្រមាណភាគរយហើយអញ្ចឹងណាបាទចាំបងប្អូនអាចចុចលើនឹងបានបាទបងប្អូនទាំងអស់គ្នាយកមិនធម្មតាបងប្អូន81%ហើយបងប្អូនទាំងអស់គ្នាណាបាទអាហ្នឹងតែ100%ពេញគឺកាំង slow យឺតតែម្ដងបងប្អូនណាបាទអញ្ចឹងធ្វើមិនឲ្យភាគរយហ្នឹងកាន់តែតិចកាន់តែល្អបើចង់ធ្វើឲ្យភាគរយកាន់តែតិចកាន់តែល្អទាល់តែយើងកំប្រើប្រាស់នៅកម្មវិធី down កម្មវិធីអីច្រើនបងប្អូនណាផ្ទុកនៅក្នុងទូរស័ព្ទដៃរបស់យើងទី1ទី2គឺយើងត្រូវលុបរូបថតដែលយើងផុសហើយចោលទី3គឺយើងលុបវីដេអូបាទវីដេអូណាដែលយើងបានផុសហើយណាបាទអញ្ចឹងយើងធ្វើការលុបទៅអញ្ចឹងភាគរយគឺធ្លាក់ចុះហើយបងប្អូនណាបាទហ្នឹងហើយភាគរយចុះបើកាលណាភាគរយចុះគឺធ្វើឲ្យទូរស័ព្ទដៃរបស់យើងហ្នឹងដំណើរការល្អបើសិនជាវាពេញ80ទៅ90ឬមួយក៏100%អាហ្នឹងកាំងបាទបើកលេងចេញបណ្ដោយបងប្អូនអូសទៅបាទអូសទៅគឺលេងទៅហើយបាទអញ្ចឹងបងប្អូនលុបជំរះកម្មវិធីអីចោលទៅបងប្អូនអាហ្នឹងចុងក្រោយចាំខ្ញុំបញ្ជាក់បន្ថែមបាទអញ្ចឹងអានេះ80%មិនធម្មតាណាបងប្អូនណាបាទអញ្ចឹងបងប្អូនយើងអាហ្នឹងកាន់តែចូលមកអញ្ចឹងណាបាទចង់ដឹងថាភាគរយប្រមាណដែលយើងប្រើប្រាស់កម្មវិធីនៅក្នុងទូរស័ព្ទហ្នឹងបាទអញ្ចឹងបងប្អូនចុចព្រួយចេញវិញមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងចូលមកកន្លែង memory នេះគឺយើងចូលមកទៅ clean សម្អាតបាទសម្រាមនៅក្នុងហ្នឹងបងប្អូនណាបាទចុចចូលមកបាទអូខេនេះបងប្អូនទាំងអស់គ្នាអញ្ចឹងគេដាក់ថា clean now ការសម្អាតបងប្អូនសម្អាតឥឡូវនេះបាទអញ្ចឹងយើងសម្អាតគេលោកមានសម្រាមនៅក្នុង TikTok ក្តីនៅក្នុង Facebook ក្តីណាបាទអញ្ចឹងបងប្អូនចុចពាក្យថា clean now ចុចលើ clean now មកបាទហ្នឹងកំពុងតែសម្អាតសម្រាមឲ្យយើងហើយបងប្អូនទាំងអស់គ្នាណាបាទព្រោះអីយើងប្រើប្រាស់នៅកម្មវិធីនីមួយអាចនឹងមានសម្រាមមកតិចតួចបាទឬមួយក៏ច្រើនតែប៉ុណ្្នឹងបងប្អូនណាបាទបន្តមកទៀតបងប្អូនទាំងអស់គ្នានេះដោយសារថាសម្រាមតិចចឹងបងប្អូនទាំងអស់គ្នាវាចេញបែបនេះបើសិនតែច្រើនវាលោតមកទៀតបាទបើសិនតែយើងចង់ធ្វើទៀតបងប្អូនអាចចុចព្រួយកន្លែងហ្នឹងបានបាទយើងធ្វើទៀតទៅបងប្អូនយកកន្លែង memory ម្ដងទៀតចុចលើ memory ដើម្បីចូលទៅ clean សម្អាតម្ដងទៀតបាទតបមកបងប្អូនយកពាក្យថា clean now ចុចលើ clean now បងប្អូនណាបាទចុចលើ clean now អូខេកម្មវិធីផ្សេងថ្មីចូលមកទៀតបងប្អូននៅក្នុងទូរស័ព្ទដៃរបស់យើងវានឹងសម្អាតឲ្យអស់ជំរះនៅសម្រាមដែលមានហ្នឹងណាបាទនៅជាប់កម្មវិធីហ្នឹងគឺជំរះប៉ុន្តែកម្មវិធីអត់បាត់ទេណាបងប្អូនណាកម្មវិធីយើងអីផ្សេងឯកសារផ្សេងគឺអត់បាត់ទេនៅដដែលទេណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងចុចព្រួយចេញវិញបាទបន្តមកទៀតបងប្អូនខ្ញុំរីកមិនបងប្អូនយើងធ្វើបែបហ្នឹងសម្អាតបែបហ្នឹង5ទៅ8ដងទៅល្អណាបាទដើម្បីឲ្យទូរស័ព្ទដៃរបស់យើងដើរស្មូតល្អឡើងវិញបាទអញ្ចឹងបងប្អូនខ្ញុំអនុវត្តធ្វើបង្ហាញបងប្អូនយើងប៉ុណ្ណឹងកន្លែងហ្នឹងបាទអញ្ចឹងយើងចូលមកដល់កន្លែងនេះបាទបងប្អូនបាទអាកន្លែង app product នេះបងប្អូនបាទអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកយើងចូលទៅ scan កម្មវិធីនៅក្នុងទូរស័ព្ទដៃយើងដែលមាននៅក្នុងទូរស័ព្ទដៃយើងទាំងអស់ហ្នឹង scan មកដើម្បីឲ្យវាដំណើរការល្អឡើងវិញបងប្អូនណាចុចចូលមកបាទកន្លែងហ្នឹងអាចជំនួយឲ្យយើងធ្វើឲ្យទូរស័ព្ទដៃរបស់យើងហ្នឹងបាទដំណើរការល្អបងប្អូនណាអញ្ចឹងយើងចុចពាក្យថា scan phone មកបាទអញ្ចឹងយើងរងចាំភាគរយហ្នឹងបងប្អូនឃើញភាគរយទេបាទយើងរងចាំភាគរយហ្នឹងឲ្យបាទដើរពេញសិនបងប្អូនណាការដែលភាគរយដើរពេញគឺ100%បងប្អូនណាបាទហើយបើសិនណាយើង scan ក្រលោតភាគរយឲ្យបានន័យថាសម្រាមច្រើនបាទអញ្ចឹងយើង scan ក្រលោតមកបងប្អូនណាបាទអញ្ចឹងយើងត្រូវតែរងចាំបន្តិចឥឡូវនេះវាលោតមកដំណើរការឲ្យហើយបានជាបន្តហើយភាគរយណា
bà chẳng to tại khổ phẹ rồi mà rồi phẹ rồi nó một vốn bà hay chăm nhom thơ bằng hai chỉ lực tí phí ban đăng tha chăm mớ về sầm ram ban đòi cầm rạch nà bằng vốn ở này nè bà phụ ấy muốn được vốn dưỡng sầm ạt tới khó lột màu phẹ rồi nè chăm mớ sầm ạt lực tí phí tới phẹ rồi ca sầm ạt nắng lọ pan nà bằng vốn á bà chân dân chầm ra hỏi nè bà chân dân chầm mơ dân scan một đòn tiết đó nhầm cho ngồi bằng vốn dân khởi bà chầm mơ phía rồi lột lươn nó bằng vốn á bà cho scan phone ng máu nè khởi nhé lột lươn nè bà chân ban này tha pena để lột lươn ban ta sầm ram để miên nó cứ chầm ra ở hai bằng vốn á cứ chầm ra ở hai bà chân ban lột lươn bà tha dân cả đã đặt tấu á rong chăm ban klana tu sap lá ở đây ban thối sẽ bật trôi được thua tấu rong chăm mùi nè tí ở cái miền này bằng vốn á bà là ngày rong chăm mùi nè tí ở cái miền này là ngày đời xa tại còn ở đại bàn thử bà hay mùi tiết bông phôn về sầm ạt ở nắng hói nè nhom xôm phẹp bông phôn dương táo bông phôn dương đại bàn update version trong khỏi rồi bỏ tu sạp đại rồi tề bà tu sạp đại rồi bỏ dương nó miền cả update chỉ riêng rồi khai bông phôn ở này nè bà rứa bữa cóประมาณได้เท่าอัปเดตคืออัปเดตมองตูซับได้บ่យើងហ្នឹងបាទតិចអត់ដែរអាប់ដេតបងប្អូនចាំបងប្អូនចុចចេញវិញមកចុចព្រួយនេះបាទអញ្ចឹងចុចព្រួយទៀតបងប្អូនទាំងអស់គ្នាបាទឡៃហ្នឹងរួចរាល់អស់ហើយយើងសម្អាតប៉ុណ្ណឹងបាទចាត់ទុកថាវាដើរស្មូតល្អហើយប៉ុន្តែអត់តនេះទៀតចាំខ្ញុំប្រាប់ទៀតបាទអញ្ចឹងបងប្អូននៅកន្លែងនេះមួយទៀតកន្លែង software update តើបងប្អូនយើងបាន update នៅ software update ហើយឬនៅបងប្អូនណាយើងscrollទៅលើបន្តិចទៅនេះបាននេះកន្លែងនេះបងប្អូនយើងបាន update នៅបើសិនជាទូរស័ព្ទដៃរបស់យើងអត់ដែលបានធ្វើការអាប់ដេតទេណាបាទបងប្អូនធ្វើឲ្យទូរស័ព្ទដៃរបស់យើងនឹងដំណើរការមិនល្អទេដល់កាំងស្ទុបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនគិតថាអូមានមេរោគមានសម្រាមមានកម្មវិធីជាប់ច្រើនការពិតទៅមិនមែនដោយសារតែមកពីបញ្ហានឹងដែរណាបងប្អូនណាបាទហ្នឹងហើយមកពីបញ្ហាដែលយើងអត់ដែលអាប់ដេត software update ហ្នឹងបងប្អូនណាអញ្ចឹងយើងចុចចូលកន្លែងហ្នឹងមកបាទការអាប់ដេតហ្នឹងគឺអត់បាត់កម្មវិធីអត់បាត់អីទេគ្រាន់តែអាប់ដេតដើម្បីដំឡើងកម្ដៅឲ្យខ្ពស់ជាងហ្នឹងបងប្អូនណាបាទអញ្ចឹងបន្តមកទៀតចូលលក្ខណៈបែបនេះបងប្អូនយកពាក្យថា download and install ណាបាទចុចលើមកបាទបន្តមកទៀតចេញលក្ខណៈបែបហ្នឹងបងប្អូនទាំងអស់គ្នាទៀតឃើញពាក្យថា download ទេបងប្អូនចុចពាក្យថា download មកបាទអញ្ចឹងកំពុងតែដំណើរការឲ្យយើងបងប្អូនរងចាំអាហ្នឹងឲ្យពេញណាបាទរងចាំឲ្យពេញបាទរងចាំឲ្យពេញហើយបងប្អូនមិនចាំធ្វើអីទេណាហ្នឹងហើយបាទនៅពេលណាដែលចូលមកដល់ដំណាក់កាលនេះហើយបងប្អូនទាំងអស់គ្នាគឺយើងយកកន្លែងនេះបាទពាក្យថា install now បងប្អូនណាបាទហ្នឹងហើយដើម្បីយើងដំឡើងកំណែថ្មីបងប្អូនណាបាទដើម្បីធ្វើឲ្យទូរស័ព្ទដៃរបស់យើងដើរដំណើរការ smooth ល្អបាទដើរលឿនល្អឡើងវិញណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយកពាក្យថា install now បើសិនតែបងប្អូនអត់ឲ្យ update ទេមិនចាំ update ទេណាបាទហ្នឹងហើយបើសិន update ចូលមក update គឺយើងចូលមក update មកបាទចុច install now នឹងមកបាទនៅពេលណាដែលដំណើរការឡើងវិញបាទអញ្ចឹងទូរស័ព្ទដៃរបស់យើងគឺបែបនេះបងប្អូនណាបាទហ្នឹងនៅពេលណាដែលយើងធ្វើការអាប់ដេតដំឡើងកម្ដៅថ្មីនៅ version ចុងក្រោយហើយណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាហើយមួយទៀតជាចុងបញ្ចប់បងប្អូនទាំងអស់គ្នានេះកម្មវិធីណាដែលបងប្អូនទាំងអស់គ្នាអត់ប្រើប្រាស់បងប្អូនត្រូវលុបចោលគឺលុបចោលទៅបងប្អូនទាំងអស់គ្នាណាបាទត្រូវលុបចោលគឺលុបចោលទៅសម្រាប់ការលុបកម្មវិធីគឺបងប្អូនទាំងអស់គ្នាគ្រាន់តែយកម្រាមដៃយើងណាបាទយកម្រាមដៃយើងនឹងសង្កត់ឲ្យជាប់ហើយដកដៃសង្កត់ឲ្យជាប់ហើយដកដៃបងប្អូនមុននឹងលុបបងប្អូនត្រូវជំរះនេះសិនទិន្នន័យសិនបងប្អូនណាបាទចុចអ៊ីទៀនចុចលើអ៊ីទៀនមកបាទបន្តមកទៀតបងប្អូនអូសទៅលើបាទបន្តមកទៀតបងប្អូនយើងយក like storage ណាចុចលើ storage មកបាទបន្តមកទៀតយក clear cache ចុចលើ clear cache តមកទៀតយក clear data អានឹងជំរះទិន្នន័យចោលអស់តមកយក delete បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងនេះយកម្រាមដៃយើងសង្កត់លើ app ទាំងម្ដងទៀតមកបន្តមកបងប្អូនយកពាក្យថា install បានណាបាទតមកចុចពាក្យថា OK មកបាទយើងលុបកម្មវិធីហ្នឹងណាកម្មវិធីណាដែលយើងប្រើហើយយើងថាយើងនេះណាបាទយើងអត់គិតថាយើងប្រើទៀតទេយើងទុកចោលដដែលទេអញ្ចឹងយើងជំរះចោលលុបចោលទៅបងប្អូនណាហើយមួយទៀតគឺមិនថាវីដេអូមិនថារូបភាពដែលយើងបានថតណាបាទផុសហើយយើងត្រូវលុបចោលទៅបងប្អូនទាំងអស់គ្នាទុកទៅវាធ្វើឲ្យពេញ memory កាំង slow យឺតនៅទូរស័ព្ទដៃរបស់យើងហើយបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងបងប្អូនចូលអនុវត្តនៅការសម្អាតសម្រាមនៅក្នុងទូរស័ព្ទដៃធ្វើបែបហ្នឹងគឺធ្វើឲ្យទូរស័ព្ទដៃរបស់យើងដើរស្មូតល្អឡើងវិញអត់ងាយនឹងមានបញ្ហាអត់ងាយខូច